ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ផ្ទះបាយផ្លាឈូកថ្ងៃនេះដែរខ្ញុំមានមុខម្ហូបមួយមុខដែលមានឈ្មោះថាឆាបាយសាច់ក្រកនិយាយរួមទៅមុខម្ហូបនេះអត់មានអីពិបាកទេគឺស្រួលទេហើយអ្នកដែលមានកូនទូចហ្នឹងណាគឺប្រកបជាត្រូវចិត្តពួកគាត់ហើយព្រោះអីពួកគាត់ចូលចិត្តញ៉ាំណាឆាបាយសាច់ក្រកហ្នឹងគឺវាអត់មានគ្រឿងផ្សំអីច្រើនទេបងប្អូនហើយមានតែសាច់ក្រកជាមួយនឹងបន្លែគឺមានតែការ៉ុតហើយជាមួយនឹងសណ្តែកគួរបើសិនជាបងប្អូនអត់ចង់ដាក់សណ្តែកគួរទេក៏បានដែរតែខ្ញុំចូលចិត្តហើយបើសិនជាអាចដាក់ជាមួយនឹងពោតកំប៉ុងទៀតក៏បានដែរពោតកំប៉ុងអាពណ៌លឿងហ្នឹងណាតែធម្មតាតាមក្បួនគេដាក់ហ្នឹងឯងតែខ្ញុំចូលចិត្តដាក់ខ្ញុំចូលចិត្តហើយចឹងទៅខ្ទឹមសខ្ទឹមក្រហមហ្នឹងយើងចាប់ផ្ដើមហាន់ដូចយើងហាន់យកទៅឆាធម្មតាអញ្ចឹងណាយើងហាន់មកល្មមសមគួរដែរត្រូវជាមួយនឹងបាយជាមួយនឹងសាច់យើងអញ្ចឹងទៅហើយបន្ទាប់មកហ្នឹងយើងចាប់ផ្ដើមហាន់ជាមួយនឹងការ៉ុតរបស់យើងការ៉ុតហ្នឹងគឺហាន់ទូចអញ្ចឹងណាបងប្អូននិយាយដល់រឿងហាន់ការ៉ុតហ្នឹងបងប្អូនកាលពីខ្ញុំនៅក្មេងៗខ្ញុំញ៉ាំបាយឆាចូលចិត្តញ៉ាំបាយឆាហើយឆ្ងល់ថាហើយការ៉ុតហ្នឹងគេធ្វើមិនបានទូចអញ្ចឹងព្រោះការ៉ុតវាធំអត់ដឹងថាគេហាន់មិនតែពេលយើងយកទៅហាន់តែតាមធម្មតាអញ្ចឹងមិនថាកូនក្មេងណាបងប្អូននឹកឡើងវិញចង់សើចខ្លួនឯងដែរតាពួកអីយើងកាលហ្នឹងយើងអត់ទាន់សូវចេះធ្វើម្ហូបចឹងហើយតាមពិតគេហាន់ចឹងសោះហើយសាច់ក្រកហ្នឹងក៏យើងហាន់ទូចបំលែងទូចដូចគ្នាអញ្ចឹងដើម្បីចូលជាតិគ្នាជាមួយនឹងបាយជាមួយនឹងការ៉ុតរបស់យើងអញ្ចឹងណាបងប្អូនតាមធម្មតាហ្នឹងអ្នកហាន់សាច់ក្រកហ្នឹងគាត់ចង់បានប្រទេសធំប្រទេសទូចតាមចំណង់ចំណូលចិត្តបងប្អូនហើយបើសិនជាបងប្អូនចង់បានប្រទេសធំក៏ហាន់ធំទៅតែផ្ទះខ្ញុំចូលចិត្តទូចអញ្ចឹងទៅដើម្បីយើងឆាចូលគ្នាជាមួយនឹងការ៉ុតអីចឹងទៅវាចូលជាតិគ្នាបានល្អអញ្ចឹងណាហើយនេះគឺជាទឹកក្តៅខ្ញុំដាំឲ្យពុះសិនស្រុះជាមួយនឹងការ៉ុតយើងដែលយើងបានហាន់មកឲ្យវាទន់បន្តិចទៅដើម្បីពេលយើងយកទៅឆាជាមួយនឹងបាយវាឆ្ងាញ់អញ្ចឹងប៉ុន្តែឲ្យឆ្អិនពេកទេតែឆ្អិនពេកក៏ញ៉ាំអត់ឆ្ងាញ់ដែរគ្រាន់តែថាស្រុះឲ្យវារៀងទន់បន្តិចទៅយើងយកទៅស្រង់ចេញដាក់ត្រាំជាមួយនឹងទឹកត្រជាក់បន្តិចអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងដាក់ខ្ទះឆាជាមួយនឹងសាច់ក្រកដែលយើងបានហាន់មិញហ្នឹងណាប៉ុន្តែអត់ដាក់ខ្លាញ់ទេព្រោះអីសាច់ក្រកហ្នឹងវាមានជាតិខ្លាញ់ស្រាប់ហើយខ្ញុំអត់បានដាក់ប្រេងឆាថែមទេចឹងទៅយើងឆាសាច់ក្រកហ្នឹងឲ្យរៀងឆ្អិនតិចទៅបន្ទាប់មកដាក់ជាមួយនឹងការ៉ុតដែលយើងបានស្រុះទឹកមិញហ្នឹងដាក់ចូលគ្នាលាយចូលគ្នាឲ្យបានសព្វល្អហើយរៀងឆ្អិនចូលជុំគ្នាហ្នឹងហើយយើងចាប់ផ្ដើមស្រង់ដាក់ម្លែកសិនបន្ទាប់មកដាក់ខ្ទះថ្មីហើយដាក់ជាមួយនឹងប្រេងឆាជាមួយនឹងខ្ទឹមសខ្ទឹមក្រហមដែលយើងបានហាន់មុនហ្នឹងឆារៀងក្លោចវារៀងឡើងពណ៌រៀងត្នោតតិចមកបន្ទាប់មកយើងចាប់ផ្ដើមចៀនជាមួយនឹងពងទានេះនៅក្នុងពងមាន់ហ្នឹងខ្ញុំដាក់ជាមួយនឹងម្រេចបន្តិចជាមួយនឹងរ៉ូឌីបន្តិចដើម្បីវាមានជាតិស្រាប់នៅក្នុងហ្នឹងអញ្ចឹងណាហើយកូរវាឲ្យសព្វអញ្ចឹងទៅបន្ទាប់មកយកវាទៅចៀនក្នុងខ្ទះហ្នឹងប៉ុន្តែកុំឲ្យកូរវាម៉ត់ពេកបងប្អូនហើយចាំវារៀងដូចថាឡើងឆ្អិនតិចបាទហើយចាំកូរវាតាមដំណើរវាហ្នឹងអញ្ចឹងណាកូរទៅកូរមកតិចតួចទៅបន្ទាប់មកយើងចាក់បាយដែលយើងបានដាំហើយហ្នឹងតែបច្ចៈបាយតស្រួយបងប្អូនមិនឆាទៅឆ្ងាញ់បើសិនបាយជ្រាយឆាឆ្ងាញ់ទេចឹងបាយហ្នឹងយើងដាំរៀងស្រួយតិចមកយើងឆាចូលគ្នាមួយពងទាហ្នឹងឲ្យសព្វល្អទៅឲ្យបាយយើងឲ្យរៀងដូចថារៀងឡើងពណ៌ថ្លារៀងស្រួយបន្តិចចាំយើងចាក់ជាមួយនឹងសាច់ក្រកហើយនឹងការ៉ុតយើងដែលយើងបានធ្វើមុនហ្នឹងចាក់ចូលទៅដើម្បីលាយចូលគ្នាចឹងហើយយើងចាប់ផ្ដើមថែមគ្រឿងរបស់យើងមកមានស្ករមានទឹកស៊ីអ៊ីវមានម្រេចនិយាយទៅគ្រឿងទេសអស់នេះខ្ញុំនឹងទៅសេខាងក្រោមបងប្អូនអាចចូលទៅមើលបាននៅខាងក្រោមវីដេអូនេះចឹងណាបងប្អូនអាចដឹងថាខ្ញុំដាក់ប្រមាណអីប្រមាណចឹងណាបាយឆារបស់យើងគឺបានរួចរាល់ហើយបងប្អូនជួយមើលតំណងឲ្យបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ចាំជួបគ្នាក្នុងវីដេអូថ្មីជម្រាបលាចា